បងប្អូនកុំច្រឡំថានៅរមណីយដ្ឋានឬកន្លែងកម្សាន្តអីតាមពិតគឺនៅរបងផ្ទះគេទេសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះក៏រៀងបញ្ញាប់មកផ្សារបន្តិចខុសពីរាល់ដងក៏ដោយសារខ្ញុំប្រញាប់ទៅចូលធ្វើការវាគៀកម៉ោងទៅហើយដូចនេះក៏ជួបប្រពន្ធមកផ្សារហើយដើម្បីទិញម្ហូបសម្រាប់ថ្ងៃត្រង់និងល្ងាចថ្ងៃនេះដែរមកតែ3នាក់កូនពៅទេហើយកូន2នាក់ទៀតម្នាក់នៅចាំផ្ទះម្នាក់ទៀតទៅរៀនសម្រាប់ថ្ងៃត្រង់នេះមានម្ហូបឆាមឹកជូរអែមជាមួយនឹងបន្លែដោយសារលោកកូនគាត់កូរពេកធ្វើទុកពេកក៏អត់បានថតវីដេអូពីដំបូងពេលធ្វើម្ហូបពីដំបូងឲ្យបងប្អូនមើលដែរហើយក៏សូមការអធ្យាស្រ័យពីបងប្អូនផងដែរម្ហូបមួយមុខនេះបើសិនជាយើងធ្វើឲ្យត្រូវរឿងគឺឆ្ងាញ់មែនទែនបងប្អូនយើងប្រើគ្រឿងឲ្យចាស់បន្តិចទៅបងប្អូនឲ្យរសជាតិវាដិតបន្តិចទើបវាជូរអែមឆ្ងាញ់គិតទៅមួយថ្ងៃរវល់តែជាមួយកូនបងប្អូនអស់ពីទៀតនេះទៀតនោះឥឡូវល្ងាចឡើងទាមកដើរលេងទៀតជូនមកទៀតអត់មានបានធ្វើអីទេថ្ងៃនេះកូន3នាក់ថាប៉ាចង់ទៅដើរលេងមាត់ទន្លេទៅលេងសួនកុមារចឹងមានទៅបដិសេធអីកើតបងប្អូនទៅលេងទៀមម្ដង3ចឹងទៅឆ្លៀតជូនមកទៀតហើយលេងអត់អស់ចិត្តទេបានលេងមិនឈប់ហ្មងអស់ពីមួយដល់មួយចេញពីកន្លែងមួយចូលកន្លែងមួយនិយាយពីថាដូចចាប់ក្តាមដាច់ឆ្អេរចឹងហើយនេះលោកកូនខ្ញុំកូនទី2រពឹសជាងគេនិយាយច្រើនជាងគេកូជាងគេនិយាយរួមគាត់នេះកូនពូជហ៎កូនពូជកំពូលកូន